ប្តីស្លាប់ខ្ញុំហើយពិតមកទៅអ្នករកអ៊ូតពេលខ្ញុំថាបទេខ្ញុំគ្រាន់តែអត់សូវស្រួលខ្លួនវាមិនមានជាប់ពាក់ព័ន្ធជាមួយអ្នកទេចុះចេញពីទីនេះបើកឡានទៅលោកម្ចាស់ខ្ញុំបានឃើញប្រពន្ធរបស់ចៅស្ដេចហើយគាត់នៅម្នាក់ឯងមែនទេតើស្ដេចក្មេងនៅឯណាខ្ញុំមិនដឹងរឿងទេពួកគេហាក់ដូចជាមានចំនួននឹងគ្នាចំណែកស្ដេចក្មេងវិញបានចេញដំណើរទៅបាត់ហើយស្ត្រីនេះមានសមត្ថភាពអាចធ្វើឲ្យកូនប្រុសរបស់ខ្ញុំលងស្រឡាញ់យើងខ្លាំងត្រឹមតែរយៈពេល1ខែប៉ុណ្ណោះពិតជាប្រឆាំងនឹងយើងណាស់ហេតុអ្វីបានជាយើងមិនឆ្លៀតឱកាសចាប់សង្សារគាត់ហើយឲ្យគាត់មកយកនាងទៅវិញប្រយ័ត្នផងឯងចាប់នាងទៅបាទតោះទៅលោកម្ចាស់ខ្ញុំបានឃើញស្បែកជើងរបស់អ្នកស្រីនៅតាមផ្លូវអ្នកស្រីអាចត្រូវបានគេចាប់ខ្លួននេះជាអ្នកណាវាមើលទៅដូចជាឡានរបស់ស្ដេចហេបងប្រុសតើមនុស្សបើកឡាននេះចង់ធ្វើអ្វីលោកវាងធ្វើកិច្ចព្រមព្រៀងមួយជាមួយខ្ញុំអ្នកត្រូវផ្ដល់លុយ$1លានហើយខ្ញុំឲ្យស្រីម្នាក់នោះទៅកាន់អ្នកវិញភ្លាមហ៊ានប៉ះខ្ញុំអ្នកចង់បានលុយមែនទេបើអ្នកចង់បានលុយខ្លាំងណាស់ឆ្លងកាត់សាកសពយើងសិនចូលទៅប្រយ័ត្នអ្នកស្រីបញ្ជូននាងទៅមន្ទីរពេទ្យលឿនហេតុអ្វីភ្នែករបស់នាងដូចជាចម្លែកអ្នកនាងនេះមិនមែនកើតមកពីការភ្នែកទេគាត់ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរកាលពីនៅក្មេងការបង្ហាប់សរសៃប្រាសាទនិងការខូចខាតប៉ុន្តែឥឡូវនេះខ្ញុំបានពិនិត្យមើលឃើញថានាងអាចមើលឃើញអ្វីគ្រប់យ៉ាងបានវិញហើយមើលឃើញច្បាស់ដែរទេអ្នកនាងលោកគ្រូពេទ្យមិនក៏ខ្ញុំមើលឃើញអ្នកស្រីរបួសរបស់អ្នកទើបតែកើតឡើងហើយបានជំរុញសរសៃប្រាសាទភ្នែករបស់អ្នកដូច្នេះវាជាពរជ័យមួយហេឡូអ្នកស្គាល់ខ្ញុំដែរទេហេតុអ្វីបានជាគាត់នៅទីនេះព្រះអង្គជាព្រះមហាក្សត្រមែនទេភ្នែកខ្វាក់មែនប្តីរបស់អ្នកគឺជាខ្ញុំអ្នកស្អាតណាស់ជីជីងឯងពូកែកាន់កាប់កន្លែងលោកម្ចាស់ខ្ញុំមានរឿងដែលត្រូវធ្វើបន្តិចទៀតនេះខ្ញុំត្រូវត្រឡប់ទៅធ្វើម្ហូបលាងចានតាមបាយអញ្ចឹងខ្ញុំសុំទៅមុនហើយណាឯងកើតអ្វីដូចប្រកាច់អញ្ចឹងបាទអ្នកឃើញបរិសនោះមិនសប្បាយចិត្តម្លេះមិនមែនទេខ្ញុំគ្រាន់តែអស់សំណើចអ្នកច្រណែនគាត់មែនទេលោកគ្រូពេទ្យសម្រាប់សិនទៅបាទខ្ញុំទៅមុនហើយតើបងនៅខាងនឹងអូនទេគឺរឿងនោះតែអូនទេកំភ្លៀងបងនៅកណ្ដាលមុខអ្នករាល់គ្នាខ្ញុំនឹងយល់ព្រមជាមួយអ្នកនឹងរឿងដែលឲ្យខ្ញុំទៅទទួលការស្នងមរតកពិតទេតើអ្នកសុខចិត្តប្រកួតប្រជែងដើម្បីស្នងតំណែងទេល្អណាស់ប្តីសម្លាញ់តែហេតុអីក៏ស្រាប់តែបដូរចិត្តភ្លាមខ្ញុំបានពិនិត្យអ្នកដែលចាប់ជំរិតអ្នកគឺជាប្អូនប្រុសរបស់ប៉ាខ្ញុំចង់តែបំបាក់ជើងម្ខាងរបស់គាត់មុនពេលដែលគាត់ប្រាប់ថាចង់បានលុយពីខ្ញុំគាត់ចង់ប្រើខ្ញុំដើម្បីបង្ខំអ្នកឲ្យប្រកល់ការស្នងតំណែងឲ្យទៅគាត់តែខ្ញុំមិនយល់ព្រមខ្ញុំមិននឹកស្មានថាគាត់យកអ្នកធ្វើជាការគំរាមបែបនេះក្រោយពីហេតុការណ៍នេះកើតឡើងមកខ្ញុំដឹងថាមានតែខ្ញុំទេទើបអាចការពារខ្លួនអ្នកបានអូនគឺជាមនុស្សដែលខ្ញុំចង់ការពារខ្ញុំនឹងនៅជាមួយអ្នកមិនថាមានរឿងអ្វីទេអូខ្ញុំមានគំនិតល្អលោកប្រុសពួកយើងធ្វើអស់ពីសមត្ថភាពហើយយើងមិនដឹងថាស្ដេចស្រាប់តែលេចមុខចេញមកជួយស្ត្រីម្នាក់នោះហើយស្ដេចបាននិយាយថាបើឯងចង់បានផលប្រយោជន៍ពីយើងគាត់ថានឹងកប់គ្រួសារពួកយើងទាំងមូលនៅជាមួយគ្នាលោកប្រុសអ្នកស្រីអ៊ីត្រឡប់មកវិញហើយសៀវអ៊ីត្រឡប់មកវិញមែនទេពិតមែនអី
ចាស់លោកប្រុស